ដោយដែលយើងបានឃើញហើយរឿងទឹកភ្លៀងមិនអាចទាយទុកមុនបានទេហើយពេលខ្លះវាឈានទៅដល់ទឹកជំនន់ទៀតផងមីងម៉ៅគិតថាបញ្ហានេះអាចបំផ្លាញផលដំណាំនិងសួនរបស់មីងម៉ៅនេះគឺជាវិធីសាស្ត្រងាយស្រួលដែលអាចជួយការពារដំណាំរបស់អ្នកពីទឹកជំនន់ដែលការដាំដំណាំនៅលើធ្នើដំបូងអ្នកត្រូវការសម្ភារៈមួយចំនួនដូចជាឈើដែកគោលឫស្សីកំណាត់ដំបូលឈើចាស់ៗប៉ុន្តែមុននឹងចាប់ផ្ដើមសង់វាអ្នកត្រូវជ្រើសរើសទីតាំងណាដែលមានដីខ្ពស់ដែលអ្នកគិតថាទឹកមិនអាចជន់ដល់ចាហើយឥឡូវអ្នកចាប់ផ្ដើមសាងសង់រានដំណាំរបស់អ្នកបានហើយដំបូងអ្នកត្រូវជីករណ្ដៅចំនួន4ហើយដាំឈើធ្វើជាសសរបន្ទាប់មកអ្នកអាចធ្វើកម្រាលបានដោយភ្ជាប់សសរជាមួយឫស្សីឬឈើតូចៗដោយវាដីគោលភ្ជាប់ហើយក្រាលឫស្សីនៅបាតក្រោមចុងក្រោយគេនៅតាមជាយកែមអ្នកអាចប្រើជាមួយបន្ទះដែកដើម្បីការពារកុំឲ្យដីហូរចេញឥឡូវអ្នកអាចធានាថាស៊ុបបន្លែរបស់អ្នកនឹងមិនលិចនៅក្រោមទឹកទៀតទេពេលមានទឹកជំនន់លើកក្រោយ